គ្រាការព្រះសម្ពុទ្ធប្រសាផុតដល់ឧត្តមបានត្រាជាបាំងធំ45ព្រះវស្សាបំពេញពុនទាំងកិច្ចមិនដែលដាច់វេលាណាសន្មត់ឈ្មោះហៅថាពុនក្រិនចាមាន5យ៉ាងទី1គឺពេលព្រឹកដល់ពន្លឹកពន្លឺស្វាងព្រះអង្គស្ដេចទ្រង់យាងចេញបិណ្ឌបាតប្រសំសន្តិពីរសៀលជ្រេព្រះសុរិយេពេទៀមស្វន្ទទេសនាប្រសំសន្តិមិនកំណត់ថាសន្នាទី3ពេលប្រលំព្រះចមភពត្រៃលោកាប្រទានធម៌ទេសនាឲ្យអវាទភិក្ខុសង្ឃទី4ពេលអាត្រៀនព្រះលោកនានទ្រង់ចិនចង់ព្រះតីល្អស្មោះត្រង់ទ្រង់ដោះស្រាយនៅប្រាស្នាផ្សេងកាត់ឡើងពិតនៅក្នុងចិត្តនៃទេវតាងើយឆ្ងល់ធម៌ត្រង់ណាព្រះសាស្តាទ្រង់អាកាន់ទី5ពេលទៀមភ្លឺប្រមាណមើលនិស័យសន្ននៅក្នុងសង្សារវដ្តឲ្យប្រកបគួសន្តោសត្វណាមានសំណាងព្រះអង្គយាងចេញទៅប្រងប្រទានធម៌ទៀបគួងឲ្យទៅតាមឧបានិស្ស័យធម៌នេះឈ្មោះហៅថាពុទ្ធក្រចាប្រសាក្រៃវិញជាទីវាថ្លៃនៃព្រះពុទ្ធពីបុរាណបំពេញអត់នើយណាយរៀងរាល់ថ្ងៃមិនដែលខានលោកព្រះចូលនឹមពៀនទៅចំខានទាំងអងហើយសាធុជនណាប្រាថ្នានឹងប៉ុនប៉ងចង់ឃ្លាតពីចំណងត្រៃលោនេបត្រាកនត្រូវខំរៀនសង្សារនៅធម៌អាដែលជាបនពុនតកិញ្ញ5ប្រាកននៃកំណត់គួរយល់ដឹងជននោះនឹងស្មើបាននៅនេឋានជាទីពឹងឬនៅនាលោកនឹងបានខ្លួនជាអ្នកធំលើជនផានទាំងឡាយសុខសប្បាយដល់អូនដំសែមសានសុខមនោរម្យរៀងរួចដល់និព្វាន